นี่ก็ជាកន្លែងដែលពួកខ្ញុំត្រូវមកជិះទូកអ្នកទាំងអស់គ្នាប៉ុន្តែដោយសារតែយើងមកសួរព័ត៌មានគេសិនពួកខ្ញុំអាចជិះពីមុនមកទេអញ្ចឹងទៅចង់ដឹងថាតើព័ត៌មានឬក៏ដូចជាតម្លៃហើយម៉ោងចេញរបស់គេហ្នឹងហើយគេជិះទៅដល់ទីតាំងកន្លែងណាខ្លះគឺយើងត្រូវដឹងពីមុនដែរអញ្ចឹងហើយនៅអាមេរិកនេះគឺថាឲ្យតែខែក្តៅដោយសារតែនេះនៅរដ្ឋដែលជាលក្ខណៈដូចសម្បូរបឹងអញ្ចឹងហើយគឺសម្បូរទូកណាបងប្អូនទាំងអស់គ្នាមើលកន្លែងណាក៏ជាកន្លែងចំណតទូកដែរនោះបរិយាកាសនៅម្ដុំដែលនាងខ្ញុំរស់នៅនេះគឺថាស្រស់ស្រាយមែនតើអញ្ចឹងហើយបងប្អូនដែលចង់មករស់នៅអាមេរិកអីណាហើយដឹងថាត្រូវទៅនៅរដ្ឋណានេះមកមនីសតាមកសម្បូរបឹងណាស់ជាង10000កន្លែងអ្នកទាំងអស់គ្នាមិនថាជុំវិញស្មៅខៀវខ្ចីឬក៏រដូវធ្លាក់ព្រិលឬក៏រដូវក្តៅថាស្រស់ស្អាតទាំងអស់និយាយចំសម្រាប់ខ្ញុំបទពិសោធន៍ដែលខ្ញុំមករស់នៅអាមេរិកត្រឹមតែ6ខែឯងក៏ប៉ុន្តែខ្ញុំអាចនិយាយបានថាគឺវាស្រស់ស្អាតមែនតើនេះគឺជាព័ត៌មានផ្សេងៗអ្នកទាំងអស់គ្នានេះចឹងណាគេថាចុងសប្តាហ៍ជាសប្តាហ៍ដែលគេរត់ដំណើរការឲ្យ public ណាទី1 A1 Dining Cruise throughout the week ម៉ោង6ដល់ម៉ោង8 Thai made cheeseburger paradise អញ្ចឹងទៅ Sunday ចំណតទូកមែននេះគឺជាចំណតទូកបោះឯកជនដែរឬក៏មិនដែរចំណតទូករបស់ម្ចាស់ទូកទីតុកហ្នឹងទៅគេបងថ្លៃសេវាចតប្រចាំខែចាទូកនេះគឺថាមិនមែនថោកទេណាមួយប្រហែលប៉ុន្មានដែរបងវាមាន1000 3000 4000 5000 10000 20000ម្ដងហាងញ៉ាំអីហើយក៏ប៉ុន្តែមេឃភ្លៀងខ្លាំងពេកអញ្ចឹងហើយយើងត្រូវរងចាំបន្តិចសិនជាស្រ័យនៅក្រៅភ្លៀងខ្លាំងមែនតើហើយពួកខ្ញុំចង់ញ៉ាំវងវែកាទៀវនៅអាមេរិកគឺឈ្មោះប្លែកៗអញ្ចឹងហើយចាំដល់អ្នកនរគ្នាទៅមើលនៅខាងក្នុងហ្នឹងថាមានទស្សនវិជ្ជាបែបណាដែរនេះជាបរិយាកាសនៅក្នុងហាងកាទៀវដែលពួកខ្ញុំត្រូវមកញ៉ាំហ្នឹងណាដោយសារតែហាងហ្នឹងគឺនៅជិតផ្ទះរបស់ពួកខ្ញុំតែយើងអត់បានទៅជិះទូកអញ្ចឹងទៅមេក៏ភ្លៀងក៏ត្រឡប់មកផ្ទះវិញប៉ុន្តែដោយសារតែរៀងហែវដែរអញ្ចឹងក៏ចូលញ៉ាំនៅក្នុងកន្លែងហ្នឹងទៅប៉ុន្តែអ្នកទាំងអស់គ្នានិយាយពីមុខម្ហូបកន្លែងនេះវិញណាគឺខ្ញុំឲ្យ9លើ10ដោយសារអីគឺវាដិតហើយឆ្ងាញ់សឹងតែគ្រប់មុខហ្មងហើយ1% ទៀតនោះដោយសារតែមិនមែនជាហាងខ្មែរយើងអញ្ចឹងអ្នកទាំងអស់គ្នាតែបើសិនជាហាងខ្មែរយើងបើកនៅនឹងវិញមិនដឹងជាល្អយ៉ាងណាកលែកមកមើលតម្លៃរបស់គេវិញគឺទទួលយកបានអ្នកទាំងអស់គ្នាវាសមរម្យអញ្ចឹងណាដោយសារតែរស់នៅអាមេរិកនេះគឺកម្រមានហាងដែលលក់តម្លៃយ៉ាងប៉ុណ្ណឹងហើយសំខាន់រសជាតិរបស់គេឆ្ងាញ់ទៀតគឺសឹងតែគ្រប់កន្លែងទៅហ្មងតែមានតែកន្លែងនេះមួយដែលខ្ញុំញ៉ាំចូលចិត្តមួយអាទិត្យខ្ញុំញ៉ាំតិចណាស់ក៏3ដងដែរអ្នកទាំងអស់គ្នាហើយបើនិយាយពីកាហ្វេដោះគោគេវិញនេះមួយកែវជិត30000លុយខ្មែរលុយដុល្លារស្មើនឹង$7អញ្ចឹងណាហើយកាទៀវរបស់គេមួយចាន$7-10បើយើងញ៉ាំមួយពេលហ្នឹងសរុបទៅវាចូលជិត$30-40ដែរណាទាំងអស់គ្នាហើយនៅធីបនៅតាក់អីផ្សេងៗទៀតអាហ្នឹងគឺយើងត្រូវតែ pay គេហ្មងការរស់នៅអាមេរិកនេះហ្នឹងបងប្អូនទាំងអស់គ្នាអញ្ចឹងហើយអរគុណការតាមដានវីដេអូរបស់ខ្ញុំជួយ subscribe ជួបគ្នានៅវីដេអូក្រោយ